ងាវស្រស់ងាវឆាអីធ្លាប់ញ៉ាំអស់ហើយនៅឡើយតែងាវហាលដែលមិនទាន់បានញ៉ាំហើយបើនិយាយពីរឿងរសជាតិវិញបងប្អូនហើយនិយាយពីថាជាតិសាហាវតែម្ដងបើបងប្អូនបានធ្វើញ៉ាំហើយនាងខ្ញុំធានាថាដឹងតែជាប់ចិត្តតែណានិយាយថាមួយថ្ងៃនេះបងប្អូនអើយអូស Facebook អូស TikTok អត់ផុតសោះណាបងប្អូនពីរឿងងាវហាលនឹងតែម្ដងមកឥឡូវដើម្បីកុំឲ្យរងចាំយូរចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំបានដាក់ម្ទេសនិងខ្ទឹមយកមកបុកឲ្យម៉ត់ហើយសម្រាប់ម្ទេសនិងខ្ទឹមហ្នឹងយើងដាក់រឹតតែច្រើនគឺរឹតតែឆ្ងាញ់ងាកមកមើលការធ្វើរបស់នាងខ្ញុំជាបន្តទៀតគឺយើងដាំទឹកទុកឲ្យពុះរួចយើងយកងាវយកមកដាក់ស្រុះហើយសម្រាប់ការស្រុះនេះដែរនាងខ្ញុំរាប់ពី1ដល់10យើងស្រុះរយៈពេលប៉ុណ្ណឹងសាច់ងាវរបស់យើងគឺល្មមឆ្ងាញ់តែម្ដងបន្ទាប់ពីនាងខ្ញុំស្រុះងាវរួចរាល់ហើយយើងយកម្ទេសនិងខ្ទឹមដែលយើងបានបុករួចឲ្យមិញហ្នឹងយកមកចាក់ដាក់ចានមួយដើម្បីទុកប្រឡាក់ងាវរបស់យើងសម្រាប់ការប្រឡាក់នេះដែរនាងខ្ញុំដាក់គ្រឿងផ្សំមានដូចជាម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេអំបិល1ចុងស្លាបព្រាកាហ្វេស្ករត្នោត1ចុងស្លាបព្រាបាយទឹកអំពិលទុំ2ស្លាបព្រាបាយហើយនិងទឹកប្រេងខ្យង1ស្លាបព្រាបាយតមកនាងខ្ញុំបានកូរច្របល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យរលាយចូលគ្នាជាល្បាយតែមួយមើលតែថាគ្រឿងផ្សំទាំងអស់ហ្នឹងរលាយចូលគ្នាល្អហើយនាងខ្ញុំបានយកទៅចាក់ពីលើងាវដើម្បីប្រឡាក់ងាវរបស់យើងតែម្ដងរួចយើងកូរច្របល់ជាមួយងាវហ្នឹងមើលតែថាងាវរបស់យើងចូលសព្វជាមួយនឹងគ្រឿងបានល្អហើយនាងខ្ញុំចាប់ផ្ដើមយកងាវទៅដាក់ហាលតែម្ដងណាបងប្អូនហើយសម្រាប់ការហាលនេះដែរអាស្រ័យទៅលើមេឃមានថ្ងៃល្អហើយសម្រាប់ថ្ងៃនេះដែរនិយាយពីថាមេឃបើកថ្ងៃក្តៅខ្លាំងមែនតើហើយសម្រាប់ការហាលរបស់នាងខ្ញុំបងប្អូនអើយនិយាយពីថាបានតែកន្លះម៉ោងទេទប់ចិត្តទប់អារម្មណ៍មិនបានសោះអញ្ចឹងហើយក៏យកមកញ៉ាំតែម្ដងហើយទប់អារម្មណ៍មិនបានបងប្អូនអើយបើតំណងយ៉ាងហ្នឹងនេះពិសេសងាវហាលនេះបានញ៉ាំជាមួយនឹងទឹកត្រីអំពិលទុំនេះទៀតនិយាយពីថារឹតតែឆ្ងាញ់តែម្ដងបងប្អូនចាឥឡូវការបង្ហាញរបស់នាងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណ